នេតិយល់ដឹងអំពីច្បាប់និងជំនួយសេនឌីណាជំរាបសួរJean-François អ្នកស្ដាប់របស់យើងមួយចំនួនបានផ្ញើជាសំណួរមកចង់ដឹងអំពីរឿងខ្លះខ្លះសួរសំណួរតាក់ទងនឹងបញ្ហាច្បាប់ហើយខ្លះទៀតសួរតាក់ទងនឹងបញ្ហាជំនួយសំណួរទី1តាក់ទងនឹងបញ្ហាច្បាប់គឺរឿងលែងលះអ្នកស្ដាប់គាត់សួរចង់ដឹងគឺថាតើប្តីដែលមិនគិតពីជីវភាពប្រពន្ធកូនចុះចោលផ្ទះជាយូរខែហើយបែរជាមកប្តឹងលែងប្រពន្ធទៀតតើត្រូវមានទោសដែរឬទេបាទក្នុងករណីហ្នឹងគឺបរិសុទ្ធជាប្តីដែលជាអ្នកខុសពីព្រោះថាគាត់មិនបានគោរពតាមករណីកិច្ចជាប្តីពីព្រោះតាមច្បាប់ស្តីអំពីអាពាហ៍ពិពាហ៍នឹងគ្រួសារត្រង់មាត្រា30ចែងថាប្តីប្រពន្ធមានករណីកិច្ចស្រឡាញ់គ្នាទៅវិញទៅមកគោរពគ្នាទៅវិញទៅមកថែរក្សាគ្នានិងជួយគ្នាទៅវិញទៅមកដើម្បីឈានទៅកាន់វិវឌ្ឍនភាពព្រមទាំងកសាងគ្រួសារមួយមានសាមគ្គីភាពនិងប្រកបដោយសុភមង្គលអញ្ចឹងបើប្តីមិនគិតគូរជីវភាពប្រពន្ធកូនហើយចោះចោលផ្ទះរាប់ខែគឺគាត់រំលោភលើករណីកិច្ចជាប្តីដែលមានចែងនៅក្នុងមាត្រា30ហ្នឹងដូច្នេះគាត់គឺជាអ្នកខុសមិនអាចមកប្តឹងលែងប្រពន្ធទៀតបានទេតាមត្រូវគឺប្រពន្ធទៅវិញទេដែលជាអ្នកអាចប្តឹងលែងបានក៏ប៉ុន្តែសួរថាចុះបើប្តីជាអ្នកប្តឹងលែងតើគាត់ត្រូវមានទោសដែរឬទេបើដាក់ទោសគាត់ក៏មិនដឹងថាជាត្រូវដាក់ឲ្យគាត់ជាប់ទោសឲ្យដែរពីព្រោះថាច្បាប់មិនមានចែងមិនមានច្បាប់ណាចែងថាគ្រាន់តែប្តឹងលែងប្រពន្ធត្រូវមានទោសទេបើមិនដឹងរបស់គាត់មិនត្រឹមត្រូវមិនមានអីជាសំអាងប្រពន្ធអត់មានអីធ្វើខុសគឺគាត់ខ្លួនឯងជាអ្នកខុសដែលជាអ្នករំលោភលើករណីកិច្ចជាប្តីក្នុងករណីហ្នឹងយ៉ាងច្រើនគឺចៅក្រមគាត់មិនកាត់ឲ្យលែងលះតាមមិនដឹងហ្នឹងហើយគឺចប់អត់ត្រូវមានដាក់អីឲ្យជាប់ទោសឲ្យទៀតទេបើសិនជាក្នុងករណីនឹងក្នុងករណីដែលប្តីប្តឹងលែងហើយប្រពន្ធមិនព្រមលែងតើតុលាការមានសិទ្ធិកាត់ឲ្យលែងដែរទេបាទច្បាប់ស្តីពីអាពាហ៍ពិពាហ៍នឹងគ្រួសារគេបានកំណត់ថាអាពាហ៍ពិពាហ៍គឺជាកិច្ចសន្យាដែលមានភាគីពីរគឺបុរសជាប្តីនិងស្ត្រីជាប្រពន្ធអញ្ចឹងគឺជាកិច្ចសន្យាមើលទៅបើអ្វីត្បិតជាលក្ខណៈពិសេសបន្តិចមែនក៏ប៉ុន្តែនៅតែជាកិច្ចសន្យាដូច្នេះតុលាការមិនអាចលូកដៃចូលមករំលាយកិច្ចសន្យានឹងបានទេប្រសិនបើមិនមានការស្ម័គ្រចិត្តទាំងសងខាងគឺទាំងខាងប្តីនិងខាងប្រពន្ធប្រសិនបើមានភាគីតែមួយខាងចង់លែងហើយភាគីមួយទៀតមិនព្រមលែងតុលាការអាចកាត់ឲ្យលែងបានលុះត្រាតែភាគីដែលប្តឹងសុំលែងនឹងបង្ហាញអំពីមូលហេតុច្បាស់លាស់ហើយមូលហេតុហ្នឹងគឺមានចែងនៅក្នុងច្បាប់ស្តីអំពីអាពាហ៍ពិពាហ៍នឹងគ្រួសារត្រង់មាត្រា39គឺទី1គឺមានការចោះចោលលំនៅសង្វាស់ដោយអត់មានមូលហេតុត្រឹមត្រូវនឹងចោះចោលផ្ទះសម្បែងប្រពន្ធកូនហើយអត់មានផ្គត់ផ្គង់ស្បៀងអាហារនិងទំនុកបំរុងកូនទេទី2គឺមានការវិដំខុសខើធ្វើទុកបុកម្នេញប្រមាថមើលងាយធ្ងន់ធ្ងរចំពោះសហព័ន្ធឬចំពោះបុព្វញាតិរបស់សហព័ន្ធនោះត្រង់កន្លែងនេះសហព័ន្ធនេះគឺជាភាសាច្បាប់ដែលសំដៅទៅលើប្តីឬក៏ប្រពន្ធហើយបុព្វញាតិគឺសំដៅលើញាតិដែលនៅខ្សែខាងលើដូចជាឪពុកម្ដាយឬក៏ជីដូនជីតាជាដើមមូលហេតុទី3គឺមានចរិយាផ្ទុយពីសិលធម៌ឬក៏ប្រព្រឹត្តអំពើអនាចារដូចជាករណីទៅរំលោភគេឬក៏លបទៅមានសហាយស្មន់ជាដើមករណីទី4គឺខ្វះសមត្ថភាពខាងផ្លូវភេទមានន័យថាគាត់មិនអាចរួមភេទបានហើយករណីទី5ករណីចុងក្រោយគឺក្នុងករណីដែលភាគីទាំងពីរបែកគ្នាអស់រយៈពេលលើសពី1ឆ្នាំអញ្ចឹងបើសិនជាដូចសំណួរខាងលើដែលប្តីជាអ្នកចោះចោលប្រពន្ធកូនអត់គិតគូរពីជីវភាពគ្រួសារយើងឃើញថាវាអាចចូលនៅក្នុងមូលហេតុទី1ក៏ពិតមែនក៏ប៉ុន្តែតុលាការមិនអាចសម្រេចឲ្យលែងបានទេពីព្រោះថាភាគីខាងប្តីដែលជាអ្នកប្តឹងលែងហើយភាគីខាងប្តីខ្លួនឯងដែលជាអ្នកដើមម្ដងហ្នឹងគឺជាអ្នកមានកំហុសខ្លួនឯងអញ្ចឹងតុលាការអាចសម្រេចឲ្យលែងបានតតែក្នុងករណីបញ្ច្រាស់មកវិញមានន័យថាគឺភាគីអ្នកប្តឹងហ្នឹងអត់ខុសទេដើមមិនដឹងគឺភាគីចុងចម្លើយជាអ្នកខុសករណីហ្នឹងទើបតុលាការសម្រេចឲ្យលែងបានក៏ប៉ុន្តែបើសិនជាករណីប្តីដែលចោះចោលផ្ទះហ្នឹងចោះទៅបាត់លើសពី1ឆ្នាំមិនដែលមកវិញសោះមិនដែលមករួមរស់ជាមួយប្រពន្ធវិញសោះលើសពី1ឆ្នាំគឺវាអាចចូលនៅក្នុងមូលហេតុទី5ក្នុងមាត្រា39ដែលខ្ញុំលើកឡើងខាងលើហ្នឹងគឺមានន័យថាករណីដែលភាគីទាំងពីរបែកគ្នាអស់រយៈពេល1ឆ្នាំដែលនឹងអាចជាមូលហេតុមួយឲ្យតុលាការហ្នឹងឲ្យចៅក្រមហ្នឹងអាចយកមកពិចារណាដើម្បីធ្វើការសម្រេចរឿងលែងយ៉ាងហ្នឹងបានហើយសូមបញ្ជាក់ថាបើទោះជាក្នុងករណីមានការព្រមព្រៀងពីភាគីក្នុងការលែងលះក៏ដោយក្នុងករណីមានមូលហេតុគ្រប់គ្រាន់ដូចជាមានចែងនៅក្នុងច្បាប់ក៏ដោយចៅក្រមមិនអាចចេះតែសម្រេចឲ្យលែងស្រួលបាននោះដែរច្បាប់ស្តីអំពីអាពាហ៍ពិពាហ៍នឹងគ្រួសារហ្នឹងបានកំណត់ច្បាស់លាស់ណាស់អំពីនីតិវិធីមុននឹងឈានទៅជំនុំជម្រះសម្រាប់សេចក្តីឲ្យលែងលះគឺថាតុលាការចាំបាច់ត្រូវតែធ្វើការផ្សះផ្សាប្តីប្រពន្ធនឹងជាមុនសិនបើផ្សះផ្សាលើកទី1មិនបានសម្រេចត្រូវផ្សះផ្សាលើកទី2ទៀតហើយបើផ្សះផ្សាទាំងពីរលើកហ្នឹងនៅតែមិនបានសម្រេចទៀតទើបចៅក្រមអាចឈានទៅជំនុំជម្រះសម្រាប់ការលែងលះនឹងបានមានសំណួរមួយទៀតឌីណាដែលមិនតាក់ទងនឹងច្បាប់ទេតែតាក់ទងនឹងជំនួយម្ដងសំណួរនោះគឺអ្នកស្ដាប់របស់យើងគាត់សួរថាតើរវាងពាក្យអង់គ្លេស common stock
និង preferred stock ខុសគ្នាត្រង់ណាខ្លះ បាទទាំងពីរហ្នឹងគឺសុទ្ធសឹងតែជាភិហ៊ុនដូចគ្នា common stock គឺតាមភាសាខ្មែរគេថាជាភិហ៊ុនជាទូទៅជាធម្មតាឯ preferred stock គឺជាភិហ៊ុនភាសាខ្មែរថាភិហ៊ុនបូរីមីរវាងភិហ៊ុនប្រភេទទាំងពីរហ្នឹងកន្លែងដែលខុសគ្នាគឺមាន3ចំណុចសំខាន់ទី1គឺរឿងតាក់ទងទៅនឹងសិទ្ធិបោះឆ្នោតនៅក្នុងក្រុមហ៊ុនអ្នកកាន់ភិហ៊ុនធម្មតាដែលតាមភាសាអង់គ្លេសថា common stock ហ្នឹងគាត់មានសិទ្ធិបោះឆ្នោតនៅក្នុងក្រុមហ៊ុនដូចជាការបោះឆ្នោតជ្រើសរើសគណៈប្រឹក្សាពិបាលក្រុមហ៊ុនជាដើមចំណែកឯអ្នកកាន់ក្រុមហ៊ុនបូរីមីឬក៏ preferred stock វិញគឺអត់មានសិទ្ធិបោះឆ្នោតទេចំណុចខុសគ្នាទី2គឺតាក់ទងទៅនឹងរបៀបបែងចែកភាគលាភឬក៏ប្រាក់ចំណេញប្រចាំឆ្នាំដែលគេត្រូវបែងចែកឲ្យទៅអ្នកម្ចាស់ភិហ៊ុនដែលតាមភាសាអង់គ្លេសថា dividend ហ្នឹងអ្នកកាន់ភិហ៊ុនធម្មតាគាត់ទទួលចំណាយភាគលាភប្រចាំឆ្នាំហ្នឹងគឺទៅតាមប្រាក់ចំណេញរបស់ក្រុមហ៊ុនបើក្រុមហ៊ុនចំណេញច្រើនគាត់ទទួលបានច្រើនបើក្រុមហ៊ុនចំណេញតិចគាត់ទទួលបានតិចហើយបើក្រុមហ៊ុនអត់ចំណេញសោះឬក៏ក្រុមហ៊ុនខាតគាត់អត់ទទួលបានភាគលាភសោះផ្ទុយពីអ្នកកាន់ក្រុមហ៊ុនកាន់ភិហ៊ុនធម្មតាអ្នកកាន់ភិហ៊ុនបូរីមីគាត់អាចមានចំណាយភាគលាភមួយកំណត់ជាមុនស្រេចអាស្រ័យទៅតាមក្រុមហ៊ុនដែលជាអ្នកចេញភិហ៊ុនហ្នឹងចឹងក្រុមហ៊ុននឹងអាចកំណត់ជាមុនថាអ្នកកាន់ភិហ៊ុនបូរីមីរបស់ក្រុមហ៊ុននឹងគាត់អាចទទួលបានភាគលាភប្រចាំឆ្នាំឧបមាថា 5% ជារៀងរាល់ឆ្នាំអញ្ចឹងបើទោះជាក្រុមហ៊ុនចំណេញតិចតួចក៏អ្នកកាន់ភិហ៊ុនបូរីមីនឹងគឺនៅតែទទួលបានភាគលាភ 5% ហើយបើសិនជាក្រុមហ៊ុននឹងចំណេញច្រើនក៏គាត់នៅតែទទួលបានប៉ុណ្ណឹងដដែលចំណុចខុសគ្នាទី3គឺតាក់ទងទៅនឹងអតិភិបក្នុងការទទួលបានភាគលាភអ្នកកាន់ភិហ៊ុនបូរីមីគឺគាត់មានសិទ្ធិទទួលបានចំណាយភាគលាភនឹងមុនអ្នកកាន់ភិហ៊ុនធម្មតាមានន័យថាក្រុមហ៊ុននៅពេលដែលមានប្រាក់ចំណេញគាត់ត្រូវតែបែងចែកប្រាក់ចំណេញទៅឲ្យអ្នកកាន់ភិហ៊ុនបូរីមីជាមុនសិនរួចហើយបានយកចំណែកដែលនៅសល់ហ្នឹងទៅបែងចែកដល់អ្នកកាន់ភិហ៊ុនធម្មតាអញ្ចឹងបើសិនជាក្នុងករណីដែលប្រាក់ចំណេញហ្នឹងមិនសូវមានច្រើនក្រោយពេលដែលចែកឲ្យអ្នកកាន់ភិហ៊ុនបូរីមីទៅស្រាប់តែអត់មានលុយសល់ចំណេញដែលត្រូវចែកមានន័យថាអ្នកកាន់ភិហ៊ុនធម្មតាគឺគាត់មិនអាចទទួលបានប្រាក់ភាគលាភទេនៅឆ្នាំហ្នឹងអញ្ចឹងត្រង់កន្លែងហ្នឹងខ្ញុំសូមបញ្ជាក់បន្តិចកុំឲ្យច្រឡំគេថាអ្នកកាន់ភិហ៊ុនបូរីមីដែលតាមភាសាអង់គ្លេសហៅថា preferred stock ហ្នឹងមានសិទ្ធិទទួលចំណាយប្រាក់ភាគលាភមុនអ្នកកាន់ភិហ៊ុនធម្មតាក៏ប៉ុន្តែមិនមែនមានន័យថាគាត់ប្រកាសថាត្រូវតែទទួលបានប្រាក់ភាគលាភគ្រប់ពេលវេលាទេប្រសិនបើក្រុមហ៊ុនអត់មានលុយក្នុងការយកមកចែកឲ្យអ្នកកាន់ភិហ៊ុនទេគឺមិនថាអ្នកកាន់ភិហ៊ុនបូរីមីហ្នឹងក៏មិនអាចទាមទារតម្រូវឲ្យក្រុមហ៊ុនហ្នឹងត្រូវតែចែកលុយឲ្យគាត់ដែរកន្លែងហ្នឹងវាខុសពីករណីអ្នកកាន់សញ្ញាបត្រដែលតាមភាសាអង់គ្លេសហៅថា bond អ្នកកាន់សញ្ញាបត្រក្រុមហ៊ុនគាត់គឺជាម្ចាស់បំណុលរបស់ក្រុមហ៊ុនអញ្ចឹងក្រុមហ៊ុនគាត់ត្រូវតែមានកាតព្វកិច្ចត្រូវតែសងបំណុលឬក៏បង់ការប្រាក់ទៅឲ្យអ្នកកាន់សញ្ញាបត្រហ្នឹងបើទោះជារកស៊ីចំណេញឬក៏ខាតក៏តែធ្វើមិនចាំបាច់ត្រូវតែរកលុយមកបង់ឲ្យបានបើមិនជាក្រុមហ៊ុនហ្នឹងមិនមានលុយបង់ទៅឲ្យអ្នកកាន់សញ្ញាបត្រទេគឺគាត់អាចចូលទៅក្នុងករណីខ្សែទុនហើយតុលាការអាចតម្រូវឲ្យមានការលក់ឡាយឡងទ្រព្យក្រុមហ៊ុនហ្នឹងដើម្បីយកលុយទៅសងម្ចាស់បំណុលអញ្ចឹងបាននិយាយសរុបមកវិញអំពីអតិភិបនៃការបង់លុយទៅឲ្យអ្នកវិនិយោគនៅក្នុងចំណោម3ប្រភេទហ្នឹងគឺថាអ្នកកាន់សញ្ញាបត្រគាត់មានសិទ្ធិជាអតិភិបទី1មានន័យថាក្រុមហ៊ុនត្រូវតែបែងចែកលុយទៅឲ្យអ្នកកាន់សញ្ញាបត្រហ្នឹងជាមុនបន្តមកបើនៅសល់គាត់យកទៅចែកឲ្យអ្នកកាន់ភិហ៊ុនបូរីមីហើយនៅសល់ពីហ្នឹងទៅទៀតទើបយកទៅបែងចែកដល់អ្នកកាន់ភិហ៊ុនធម្មតាដែលមានអតិភិបនៅចុងក្រោយ